បាទជំរាបសួរបងប្អូនបាទយ៉ាបងប្អូនខ្សែក្រវ៉ាត់ដល់ក៏ដើមឆ្នាំ2006មហាកម្ពុជាខ្សែក្រវ៉ាត់បានបើកឆ្វាច់មកឃើញលោកគ្រូមហាដឹងលេខ1រៀបរាប់អំពីខ្សែក្រវ៉ាត់ដើមឆ្នាំ2026និយាយតែខ្សែក្រវ៉ាត់ពិភពលោកមហាកម្ពុជាខ្សែក្រវ៉ាត់ពិភពលោកឥឡូវនេះទៀតហើយបាទគឺធនស៊ីហុងដណ្ដើមខ្សែក្រវ៉ាត់ពីហុងសវណ្ណច័ន្ទសទ្ធីបាទនេះខ្សែក្រវ៉ាត់ Gainsbourg នេះបាទហើយមើលបងប្អូនចូលរួមទស្សទាយកំសាន្តលេងមើលថាតើធនស៊ីហុងអាចដណ្ដើមខ្សែក្រវ៉ាត់ពីហុងសវណ្ណច័ន្ទសទ្ធីបានឬទេប៉ុន្តែកន្លងមកលើកមុនជួបគ្នាម្ដងគឺធនស៊ីហុងបានវាយហុងសវណ្ណច័ន្ទសទ្ធីឲ្យស្លាប់បាទឥឡូវនេះយ៉ាងមិនដែរហើយមួយរយៈក្រោយនេះគឺយើងឃើញថាហុងសវណ្ណច័ន្ទសទ្ធីគឺគាត់ជួបដៃគូល្អៗណាស់ហើយក៏គាត់ធ្វើបានល្អដែរតើបងប្អូនយល់យ៉ាងណាដែរបាទសម្រាប់ខ្ញុំវិញគឺហុងសវណ្ណច័ន្ទសទ្ធីខ្ញុំជឿជាក់ថាគាត់នឹងអាចការពារខ្សែក្រវ៉ាត់នេះបានបាទហើយអ្នកមកដណ្ដើមក៏មិនណយដែរបាទធនស៊ីហុងនេះគឺមិនណយទេបាទប៉ុន្តែដោយថាដូចខ្ញុំនិយាយចឹងដោយសារមួយរយៈនេះហុងសវណ្ណច័ន្ទសទ្ធីគាត់ជួបរបស់ពិតច្រើនចឹងក៏យើងអាចថាភាគរយនៃការពារខ្សែក្រវ៉ាត់ហ្នឹងគឺយើងជឿជាក់ថាគាត់នឹងអាចការពារខ្សែក្រវ៉ាត់បានបាទការពារខ្សែក្រវ៉ាត់បានយើងគិតថា60ខ្សែទៅចុះបាទ60ខ្សែយើងជឿជាក់ថាគាត់ការពារខ្សែក្រវ៉ាត់បានហុងសវណ្ណច័ន្ទសទ្ធី60ហើយធនស៊ីហុង40ទៅចុះបាទជឿជាក់បាទជឿជាក់ថានឹងវាទៅបែបនេះវានឹងបែបនេះហើយចុះចំពោះបងប្អូនវិញតើបងប្អូនយល់យ៉ាងណាដែរបាទបងប្អូនពេញលេងបាទគូនេះមកអេមបាទមកអេមមកឆ្ងាញ់បងប្អូនពេញលេងមកអេមហើយមកឆ្ងាញ់ហើយទំនុកចិត្តខ្ពស់ទៅលើហុងសវណ្ណច័ន្ទសទ្ធីគឺ60ធនស៊ីហុង40បាទហើយអ្វីដែលមានទំនុកចិត្តខ្ពស់ទៅលើហុងសវណ្ណច័ន្ទសទ្ធីដូចយើងនិយាយពីដើមអញ្ចឹងថាហុងសវណ្ណច័ន្ទសទ្ធីបានមួយរយៈក្រោយនេះគឺគាត់បានជួបរបស់ពិតច្រើនហើយក៏គាត់ធ្វើបានល្អដែរបាទដូចនេះហើយទើបយើងដាក់ទំនុកចិត្តទៅលើហុងសវណ្ណច័ន្ទសទ្ធីថាគាត់នឹងធ្វើបាននឹងការពារខ្សែក្រវ៉ាត់បានបាទអញ្ចឹងសរុបសេចក្តីមកការជួបគ្នារវាងហុងសវណ្ណច័ន្ទសទ្ធីជាមួយធនស៊ីហុងយើងជឿជាក់ទៅលើហុងសវណ្ណច័ន្ទសទ្ធីថានឹងការពារខ្សែក្រវ៉ាត់បានបាទ60សូមអរគុណសូមជម្រាបលាបងប្អូនបាទ